ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទក្តី120សេកណ្ឌសម្រាប់គ្រប់សាច់រឿងទាំងអស់ថ្ងៃនេះខ្ញុំនឹងបកស្រាយអំពីជីវប្រវត្តិរបស់ Soichiro Honda ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Honda Soichiro Honda កើតនៅថ្ងៃទី17វិច្ឆិកាឆ្នាំ1906នៅក្នុងភូមិ Tenryu ប្រទេសជប៉ុនឆ្នាំ1937 Honda បានបង្កើតក្រុមហ៊ុន Tokaiseki ដើម្បីផលិត Boostong ហ្នឹងបងប្អូនតែការផលិតដំបូងរបស់គាត់គឺបរាជ័យយ៉ាងសោះក៏ក្រោះតែគាត់មិនបានបោះបង់ទេគាត់ក៏បានវិលត្រឡប់ទៅសិក្សាជាថ្មីនៅសាកលវិទ្យាល័យវិស្វកម្មនៅឆ្នាំ1946 Honda បានបង្កើតម៉ូតូតូចមួយដោយគាត់បានយកគ្រឿងបំលាស់ពីម៉ាស៊ីនបូមទឹកចាស់ៗដើម្បីយកមកកែច្នៃគាត់បានឲ្យឈ្មោះវាថា Honda A-Type ហើយបន្ទាប់ពីប្រហែលឆ្នាំក្រោយមក Honda ក៏គាត់បានបង្កើតម៉ូតូថ្មីមួយទៀតមានឈ្មោះថា Super Coupe ហើយម៉ូតូនោះគឺពិតជាល្បីល្បាញទូទាំងពិភពលោកនៅឆ្នាំ1948គាត់បានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Honda Motor Co Ltd ក្រោយពីបានជោគជ័យលើម៉ូតូ Honda គាត់មានឆន្ទៈនិងមានចក្ខុវិស័យចង់បង្កើតរថយន្តផងដែរនៅក្នុងឆ្នាំ1963 Honda បានបញ្ចេញរថយន្តរបស់គាត់ដំបូងដែលមានឈ្មោះថា T360 និង S500 Honda បានបន្តផលិតម៉ូតូនិងរថយន្តជាច្រើនប្រភេទរហូតដល់ក្រុមហ៊ុន Honda បានក្លាយជាម៉ាកមួយដ៏ល្បីល្បាញជុំវិញពិភពលោកគាត់បានចូលនិវត្តន៍នៅក្នុងឆ្នាំ1973ប៉ុន្តែគាត់ក៏នៅបន្តធ្វើជាអ្នកប្រឹក្សានិង support រាល់បញ្ហាបច្ចេកវិទ្យាថ្មីៗជានិច្ចតែរឿងដែលសោកស្ដាយវិញគឺគាត់បានស្លាប់នៅក្នុងឆ្នាំ1991ហើយគ្រប់គ្នាបានចាត់ទុកគាត់គឺជាបេតិកភណ្ឌដ៏អស្ចារ្យនៅក្នុងពិភពរថយន្តបាទសម្រាប់សាច់រឿងរបស់ Soichiro Honda គឺបានបញ្ចប់នៅប៉ុណ្្នឹងឯងបាយបាយអ្នកនរ Honda has now expanded into multiple industries, including jets, boat engines,